សូមអង្គកាយគ្រប់នឹងជម្រាបសួរអាយចដំលោកជំទាវលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានពេលយប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានមេតិការព័ត៌មានសំខាន់ដូចតទៅនៅពេលនេះសូមអញ្ជើញលោកស្រីប្រិមត្តទូរទស្សនិកជនទៅតាមដានទស្សនាព័ត៌មានក្នុងប្រទេសកម្មវិធី Sunsafe ជាកម្មវិធីពិព័រណ៍ថ្នាក់ជាតិស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្មដែលរៀបចំដោយសាកលវិទ្យាល័យសាមញ្ញនៅថ្ងៃទី19ខែមករាឆ្នាំ2013បានដាក់បង្ហាញពីសមត្ថភាពរបស់សិស្សានុសិស្សដើម្បីធ្វើការវិតម្លៃនិងជ្រើសរើសចំណាត់ថ្នាក់ដើម្បីទទួលរង្វាន់ដែលមានទឹកប្រាក់សរុប2លាន5សែនមានការផ្ដល់អាហារូបករណ៍បានសរសើរនិងរង្វាន់លើកទឹកចិត្តផ្សេងទៀតសិស្សានុសិស្សដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះមានចំនួន5សាលាលើប្រធានបទទាំង24របស់ផ្នែកវិទ្យាសាស្ត្រគណិតវិទ្យានិងវិស្វកម្មដំណើរសាកលវិទ្យាល័យសាមញ្ញបានបង្ហាញពីទស្សនៈក្នុងការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺដើម្បីបង្កើននូវការយល់ដឹងរបស់សិស្សានុសិស្សនិងធ្វើឲ្យមានដំណោះស្រាយរាល់បញ្ហាដែលកើតមានក្នុងផ្នែកវិទ្យាសាស្ត្រនិងការជួយបង្កើនឲ្យមានភាពជឿជាក់របស់ពួកគេក្នុងឱកាសធ្វើបទបង្ហាញនៅគម្រោងដែលជាចំណែកនៃការស្រាវជ្រាវនិងការច្នៃប្រឌិតទៅកាន់សាធារណជនតំណាងសាកលវិទ្យាល័យបន្ថែមថាតាមរយៈការបញ្ចេញទេពកោសល្យសិស្សានុសិស្សចាប់ពីថ្នាក់ទី9រហូតដល់ថ្នាក់ទី12ទាំងសាលារដ្ឋនិងឯកជនមានឱកាសចូលប្រកួតប្រជែងក្នុងកម្មវិធី Sunsafe និងគោរពតាមច្បាប់ណែនាំគោលការណ៍បទដ្ឋានរបស់ស្ថាប័នវិទ្យាសាស្ត្រនិងវិស្វកម្មអន្តរជាតិដែលកម្មវិធីនេះជាបណ្ដាញរបស់ IntelliSafe ដែលមានប្រទេសជាង40បានចូលរួមផ្ដល់តម្លៃក្នុងឱកាសនោះផងដែរក្រៅពីការប្រកួតប្រជែងសិស្សានុសិស្សដែលត្រូវបានអញ្ជើញឲ្យមកទស្សនាទាំង6វិទ្យាល័យក៏ទទួលបាននូវការសិក្សាស្វែងយល់បន្ថែមអំពីរចនាសម្ព័ន្ធព្រមទាំងដំណើរការរបស់សាកលវិទ្យាល័យព្រមទាំងការបង្ហាញពីការជ្រើសរើសជំនាញត្រឹមត្រូវរបស់សិស្សានុសិស្សស្របតាមនិស្ស័យនិងចំណង់ចំណូលចិត្តក៏ដូចជាការជ្រើសរើសសាកលវិទ្យាល័យត្រឹមត្រូវណាមួយនៅពេលចេញពីសាលាចំណេះដឹងទូទៅលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានពេលយប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលលោកស្រីតែបានតាមដានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះនៅពេលនេះនាងខ្ញុំរស្មីរួមជាមួយនឹងខ្ញុំបាទសវណ្ណរិទ្ធនិងក្រុមការងារសូមអរគុណសូមគោរពលាកម្មវិធី Sunsafe ជាកម្មវិធីពិព័រណ៍ថ្នាក់ជាតិស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្មដែលរៀបចំដោយសាកលវិទ្យាល័យសាមញ្ញនៅថ្ងៃទី19ខែមករាឆ្នាំ2013បានដាក់បង្ហាញពីសមត្ថភាពរបស់សិស្សានុសិស្សដើម្បីធ្វើការវិតម្លៃនិងជ្រើសរើសចំណាត់ថ្នាក់ដើម្បីទទួលរង្វាន់ដែលមានទឹកប្រាក់សរុប2លាន5សែនមានការផ្ដល់អាហារូបករណ៍បានសរសើរនិងរង្វាន់លើកទឹកចិត្តផ្សេងទៀតសិស្សានុសិស្សដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះមានចំនួន5សាលាលើប្រធានបទទាំង24របស់ផ្នែកវិទ្យាសាស្ត្រគណិតវិទ្យានិងវិស្វកម្មដំណើរសាកលវិទ្យាល័យសាមញ្ញបានបង្ហាញពីទស្សនៈក្នុងការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺដើម្បីបង្កើននូវការយល់ដឹងរបស់សិស្សានុសិស្សនិងធ្វើឲ្យមានដំណោះស្រាយរាល់បញ្ហាដែលកើតមានក្នុងផ្នែកវិទ្យាសាស្ត្រនិងការជួយបង្កើនឲ្យមានភាពជឿជាក់របស់ពួកគេក្នុងឱកាសធ្វើបទបង្ហាញនៅគម្រោងដែលជាចំណែកនៃការស្រាវជ្រាវនិងការច្នៃប្រឌិតទៅកាន់សាធារណជនតំណាងសាកលវិទ្យាល័យបន្ថែមថាតាមរយៈការបញ្ចេញទេពកោសល្យសិស្សានុសិស្សចាប់ពីថ្នាក់ទី9រហូតដល់ថ្នាក់ទី12ទាំងសាលារដ្ឋនិងឯកជនមានឱកាសចូលប្រកួតប្រជែងក្នុងកម្មវិធី Sunsafe និងគោរពតាមច្បាប់ណែនាំគោលការណ៍បទដ្ឋានរបស់ស្ថាប័នវិទ្យាសាស្ត្រនិងវិស្វកម្មអន្តរជាតិដែលកម្មវិធីនេះជាបណ្ដាញរបស់ IntelliSafe ដែលមានប្រទេសជាង40បានចូលរួមផ្ដល់តម្លៃក្នុងឱកាសនោះផងដែរក្រៅពីការប្រកួតប្រជែងសិស្សានុសិស្សដែលត្រូវបានអញ្ជើញឲ្យមកទស្សនាទាំង6វិទ្យាល័យក៏ទទួលបាននូវការសិក្សាស្វែងយល់បន្ថែមអំពីរចនាសម្ព័ន្ធព្រមទាំងដំណើរការរបស់សាកលវិទ្យាល័យព្រមទាំងការបង្ហាញពីការជ្រើសរើសជំនាញត្រឹមត្រូវរបស់សិស្សានុសិស្សស្របតាមនិស្ស័យនិងចំណង់ចំណូលចិត្តក៏ដូចជាការជ្រើសរើសសាកលវិទ្យាល័យត្រឹមត្រូវណាមួយនៅពេលចេញពីសាលាចំណេះដឹងទូទៅ